បាទសូមគោរពនឹងជំរាបសួរស្វាគមន៍ប្រិមិត្តមកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីជីវិតស្នេហារបស់គ្រួសារមួយតាមរយៈលោកពូម្នាក់គាត់បានចែករំលែកមកកាន់ខ្ញុំហើយសាច់រឿងនេះគឺខ្ញុំលើកឡើងសម្រាប់ជាមេរៀនក៏ដូចជាករណីសិក្សាសម្រាប់បងប្អូនទាំងអស់គ្នាធ្វើការពិចារណាប្រសិនបើសាច់រឿងនេះកើតឡើងចំពោះប្រិយមិត្តឬក៏តាក់ទងទៅនឹងរឿងរ៉ាវចំពោះសាច់ញាតិរបស់បងប្អូនតើបងប្អូននឹងគិតដោះស្រាយបែបណាអញ្ចឹងនេះគឺខ្ញុំនឹងចែករំលែកអំពីរឿងរ៉ាវក៏ដូចជាដំណោះស្រាយមួយចំនួននៅក្នុងសាច់រឿងដែលប្រិយមិត្តយើងបានចែករំលែកពាក់ព័ន្ធទៅនឹងមានគ្រួសារមួយហ្នឹងគឺលោកពូម្នាក់គាត់មានកូនស្រីចំនួន2នាក់មានកូនស្រីច្បងហើយនិងកូនស្រីខ្ពៅកូនស្រីច្បងហ្នឹងគឺគាត់បានទៅធ្វើការរស់នៅខេត្តមួយជាប់នឹងជាយដែនមានថាគាត់ទៅធ្វើការងារជាកម្មករគឺហៅថាបុគ្គលិកកាស៊ីណូបាទគាត់ធ្វើការនៅទីនោះរយៈពេលបានប្រហែលជា4ឆ្នាំគាត់ក៏បានស្គាល់បុរសម្នាក់ហើយគាត់ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកំឡុងឆ្នាំ2016នៅពេលដោយឡែកកូនស្រីទី2របស់លោកពូម្នាក់ហ្នឹងគឺគាត់អត់ទៅធ្វើការដូចតែបងស្រីរបស់គាត់ទេគឺគាត់ជួយធ្វើការងារស្រែចម្ការជាមួយនឹងលោកពូហើយនៅឆ្នាំ2020គឺកូនស្រីពៅរបស់គាត់ហ្នឹងមានវ័យប្រហែលជា20ឆ្នាំហើយគាត់ក៏បានរៀបចំទុកដាក់ឲ្យមានគូស្រករជាមួយនឹងបុរសម្នាក់ដែលគាត់រស់នៅក្នុងខេត្តជាមួយគ្នាចំពោះកូនស្រីពៅរបស់លោកពូហ្នឹងគឺនៅពេលដែលរៀបការមានគ្រួសារហើយហ្នឹងគឺគាត់ប្រកបរបរជាអ្នកលក់ហៅថា depot ឈើបាទហើយនឹងមានគ្រឿងសង្ហារិមផងដែរចំពោះមុខរបរការជួញដូរឈើបើកអាជីវកម្មនៅគ្រឿងសង្ហារិមនេះគឺកូនប្រសាររបស់គាត់គឺជាបុរសមួយដែលពូកែខាងរកស៊ីពូកែខាងតាក់ទងមានថាប្រពន្ធនៅផ្ទះសម្រាប់ឲ្យមើលការខុសត្រូវជួយលក់ពាក់ព័ន្ធទៅនឹងឈើពាក់ព័ន្ធទៅនឹងគ្រឿងសង្ហារិមចំពោះប្តីរបស់ប្អូនស្រីនឹងវិញគឺគាត់តែងតែដើរទំនាក់ទំនងមានថាទិញឈើទិញបកគោលបងក៏ដូចជាគ្រឿងសង្ហារិមពីខេត្តផ្សេងនេះគឺមកទុកដាក់នៅក្នុងដេប៉ូរបស់គាត់ហើយក៏ដូចជាទំនាក់ទំនងភ្ញៀវសម្រាប់មកទិញសម្ភារៈដូចជាហៅថាឈើសម្រាប់សង់ផ្ទះទ្វារបង្គួយឬក៏គ្រឿងសង្ហារិមផ្សេងបាទអញ្ចឹងវាថាមុខរបររបស់អ្នកទាំងពីរហ្នឹងគឺមានការរីកចម្រើនមែនតែពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺឃើញថាមានអតិថិជនមកទិញមកកំងឈើមកកំងគ្រឿងសង្ហារិមជាហូរហែបាទដោយសារតែនៅក្នុងស្រុកក្នុងភូមិគាត់ហ្នឹងគឺមានដេប៉ូឈើក៏ដូចជាមានកន្លែងលក់គ្រឿងសង្ហារិមគឺតែមួយកន្លែងទេនៅពេលដែលឃើញពួកគាត់ប្តីពីរអ្នកប្តីប្រពន្ធរកស៊ីមានបានចម្រុងចម្រើនអញ្ចឹងធម្មតាទេបងប្អូនមានញាតិជិតខាងគាត់តែងតែនិយាយជាមួយនឹងអូនស្រីដែលជាកូនពៅរបស់ពូហ្នឹងថាក្មួយឯងឃើញប្តីដើរចេញពីផ្ទះបាត់ដើររកស៊ីរកអីស្រុកឆ្ងាយឬក៏ដើរឲ្យជួយដូរហ្នឹងក្មួយអត់ខ្លាចប្តីមានស្រីឬក៏ប្តីនឹងលួចមានប្រពន្ធចុងប្រពន្ធអីទេចំពោះអូនស្រីហ្នឹងគឺគាត់បាននិយាយទៅកាន់អ្នកចិត្តខាងថាគាត់ជឿជាក់លើប្តីគាត់ពីព្រោះធម្មតាប្តីគាត់មិនដែល
บอดចិត្តគាត់ទេហើយប្តីគាត់តាំងពីរៀបការរហូតដល់ឥឡូវនេះគឺស្រឡាញ់គាត់ហើយយកចិត្តទុកដាក់គាត់ណាស់វាថាគាត់ព្យាយាមនិយាយពាក្យទាំងអស់នេះទៅកាន់អ្នកជិតខាងដែលគាត់តែងតែហៅថានិយាយបែបលេបខាយឬក៏ហៅថាបែបចំអែចំអន់ឲ្យគាត់ណាបាទអញ្ចឹងបងស្រីគាត់តែងតែនិយាយចឹងប៉ុន្តែអ្នកជិតខាងខ្លះគាត់ក៏នៅតែនិយាយថាធម្មតាទេកាលណាទៅឆ្ងាយប្រុសយើងតែងតែរននេះរននោះអញ្ចឹងណាបាទអញ្ចឹងគាត់ថាសូមឲ្យប្រយ័ត្នទៅជៀសវាងដីរបស់យើងហ្នឹងគឺមានស្រីខាងក្រៅបាទទោះបីយ៉ាងណាក៏ដោយបងប្អូនស្រីគឺមិនមានអារម្មណ៍ចាត់ទុកថាប្តីរបស់ខ្លួនគឺប្រព្រឹត្តទង្វើអន់ដែរពីព្រោះគាត់រៀបការជាមួយគ្នាចាប់ដៃគ្នារៀបការប្រហែល4ឆ្នាំទៅ5ឆ្នាំអញ្ចឹងគាត់មិនជាមានអ្វីជាតុងកំពូលនោះទេហើយសម្រាប់កលេចទៅមើលបងស្រីរបស់បងស្រីម្នាក់នោះវិញមានថានៅពេលដែលពុកម្ដាយរបស់បងស្រីហ្នឹងឃើញថាគ្រួសារកូនស្រីទី2របស់គាត់នឹងរកស៊ីមានបានចម្រុងចម្រើនគាត់ក៏បានពិភាក្សាជាមួយកូនស្រីទី2ហើយនឹងកូនសាររបស់គាត់ហ្នឹងថាឥឡូវយើងគួរតែហៅបងប្អូនឯងមកបងកូនឯងមកវិញមកដោយសារតែការរកស៊ីនៅស្រុកគេវាមិនដូចនៅស្រុកយើងទេដើម្បីឲ្យហៅថាកូនស្រីច្បងរបស់គាត់ហ្នឹងគឺមករស់នៅជួបជុំជាមួយនឹងក្រុមគ្រួសារហើយនឹងរកស៊ីដូចនឹងកូនស្រីពៅរបស់គាត់ទៅនៅពេលដែលពិភាក្សាគ្នាចប់នោះគឺឪពុកម្ដាយរបស់អូនស្រីហ្នឹងគាត់ក៏បានហៅកូនរបស់គាត់មកមែនមកឲ្យរកស៊ីលក់គ្រឿងសង្ហារិមឬក៏បើកដេប៉ូនៅក្នុងផ្ទះគាត់នឹងជាមួយគ្នាជាមួយនឹងប្អូនរបស់គាត់ទាំងទៅនៅពេលដែលមករកស៊ីរឿងជួញដូរលក់ឈើឬក៏គ្រឿងសង្ហារិមមានថាដំបូងឡើយគឺបងស្រីរបស់អូនស្រីហ្នឹងគឺគាត់អត់សូវយល់ការងារអត់សូវចេះលក់ដូរឈើដេប៉ូឬក៏ហៅថាគ្រឿងសង្ហារិមទេបាទមានថាគាត់ធ្លាប់តែធ្វើការងារអូខេហើយគាត់អត់ធ្លាប់ចេញរកស៊ីចឹងគាត់អត់តន់ដឹងតាតិចអញ្ចឹងនៅពេលដែលរកស៊ីប្រហែលជាបាន 3-4 ខែដីរបស់ប្អូនស្រីហ្នឹងគឺគាត់បាននិយាយប្រាប់ប្រពន្ធគាត់ថាបងស្រីគាត់អត់អាចធ្វើការងារទាំងកើតទេដោយសារគាត់អត់ធ្លាប់ធ្វើអីចឹងទៅពាក់ព័ន្ធទៅនឹងការងារជួញដូរការរកស៊ីដេប៉ូឈើអីនេះត្រូវការយើងចេះតំណែងតំណងគេត្រូវការយើងចេះទៅមើលឈើឬក៏តំណែងតំណងទិញគ្រឿងសង្ហារិមទិញចូលឬក៏លុបចេញផ្សេងនៅពេលដែលប្តីរបស់ប្អូនស្រីទី2ហ្នឹងគាត់បានពិភាក្សាជាមួយប្រពន្ធគាត់ចឹងទៅហើយក៏ដូចជាផ្ដល់ការពិភាក្សាជាមួយពុកម្ដាយក្មេងរបស់គាត់ក៏ធ្វើឲ្យបងស្រីថ្លៃរបស់ប្តីរបស់គាត់ហ្នឹងបាទគឺសម្រេចចិត្តទៅធ្វើការងារនៅកន្លែងគាត់ធ្វើវិញទៅបាទដោយសារតែមុខរបរនេះគឺគាត់ដែរធ្វើហើយចឹងទៅវាធ្វើឲ្យមានបញ្ហាគាត់មិនអាចបន្តអាជីវកម្មនឹងបាននៅពេលដែលគាត់ទៅធ្វើការឡើងវិញទៅធ្វើការជាមួយប្តីរបស់គាត់បានប្រហែលជាហៅថា1ឆ្នាំមានថាបងស្រីរបស់បងស្រីហ្នឹងគឺគាត់ក៏មានបញ្ហារកម្មកុសជាមួយប្តីរបស់គាត់រហូតដល់ប្តីរបស់គាត់គឺប្រើអំពើហិង្សាវាយដំអីបង្ករបួសស្នាមហើយបន្ទាប់មកកូនស្រីបងរបស់លោកពូហ្នឹងគាត់ក៏បានសម្រេចចិត្តដាក់ពាក្យលែងលះជាមួយនឹងកូនសាររបស់គាត់ទៅងាកមកកូនស្រីច្បងគាត់នឹងនៅពេលដែលគាត់លែងលះគ្នាហើយគាត់ក៏វិលមកផ្ទះសម្បែងវិញដល់ពេលវិលដល់ផ្ទះសម្បែងមិនមានមុខរបរអីទៀតគឺនៅពេលនោះគាត់ក៏បានពិភាក្សាជាមួយកូនទី2របស់គាត់ហើយនឹងកូនសារប្រុសរបស់គាត់នឹង
ថាឥឡូវបងកូនឯងមកវិញហើយអត់មានការងារធ្វើទេដូច្នេះគឺបន្តការងារគាត់ជួយលក់ដូរគ្រឿងអាហាររឹមនឹងតទៀតទៅហើយជួយណែនាំគាត់ជួយដឹកនាំគាត់អំពីរបៀបរស់ស៊ីអញ្ចឹងណាពេលគឺកូនសាប្រុសគាត់គាត់ថាអត់អីពុកចាំខ្ញុំណែនាំប្រាប់អំពីរបៀបរស់ស៊ីឬក៏ការទំនាក់ទំនងភ្ញៀវដើម្បីឲ្យបងស្រីគាត់ដឹងតាក់ទិចមានបទពិសោធន៍ក្នុងការរកស៊ីអញ្ចឹងនៅពេលដែលហៅថាកូនស្រីច្បងមកគាត់នឹងមកធ្វើការរកស៊ីរឿងការលក់ឈើឬក៏លក់គ្រឿងអាហារហ្នឹងជាទូទៅគឺមានថាអូនប្រុសដែលជាប្តីរបស់កូនទី2របស់លោកពូហ្នឹងគឺតែងតែនាំបងថ្លៃរបស់គាត់ទៅជួបជាមួយម្ចាស់ដេប៉ូឬក៏អ្នកដែលលក់ឈើឬក៏អ្នកដែលលក់គ្រឿងអាហារហ្នឹងដើម្បីឲ្យស្គាល់គ្នាហើយដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរកស៊ីនៅថ្ងៃខាងមុខបាទនៅថ្ងៃមួយនៅពេលដែលមានហៅថាឈ្មួញគេចង់លក់ឈើឬក៏គ្រឿងសង្ហារឹមនឹងមកកូនស្រីច្បងទី2របស់គាត់ហ្នឹងគឺគាត់បងស្រីហ្នឹងគឺគាត់ក៏បានសួរទៅប្អូនស្រីរបស់គាត់ថាឥឡូវបងចង់ទៅមើលគ្រឿងសង្ហារឹមរបស់ភ្ញៀវនៅខេត្តមួយអញ្ចឹងបងអាចពឹងពាក់ឲ្យប្តីរបស់ប្អូនជួយបងទៅដែរទៅបានដែរអត់ពេលនោះគឺប្អូនស្រីបាទរបស់គាត់ក៏បានប្រាប់ថាអត់អីចាំខ្ញុំឲ្យប្តីខ្ញុំគាត់ជួយបងទៅពីព្រោះបងក៏អត់ធ្លាប់ចេញរកស៊ីនៅខេត្តឆ្ងាយហើយអត់ធ្លាប់មើលអញ្ចឹងបងអត់ចេះមើលអត់ចេះអីខ្លាចវាទិញទៅវាខាត់លុយខាត់ចុងអញ្ចឹងអូនស្រីគាត់ក៏បានឲ្យប្តីរបស់គាត់ជូនបងថ្លៃទៅទិញគ្រឿងអាហារអញ្ចឹងនៅពេលដែលគាត់ទៅទិញគ្រឿងអាហារហ្នឹងគឺធម្មតាគាត់បើកឡើងទៅពី2នាក់ទេហើយយើងក៏មិនដឹងថាគាត់និយាយអីខ្លះគាត់មានរឿងរ៉ាវអីខ្លះព្រោះយើងមិនដឹងដែរព្រោះយើងគ្រាន់តែដឹងថាពួកគាត់គឺចេញទៅរកទិញគ្រឿងសង្ហារឹមដើម្បីយកមកទុកលក់ឲ្យទៅភ្ញៀវនៅក្នុងដេប៉ូរបស់គាត់ចឹងទៅអញ្ចឹងមិនថាពេលណានោះទេគឺប្តីរបស់ប្អូនស្រីម្នាក់ហ្នឹងគាត់តែងតែជូនបងថ្លៃរបស់គាត់ដើរទិញគ្រឿងអាហារឬក៏ទំនាក់ទំនងភ្ញៀវក្នុងការលក់ដូរឬក៏ទិញចូលនៅឈើគ្រឿងអាហាររបស់ហ្នឹងហើយមែនតើទៅគឺបងថ្លៃស្រីរបស់ប្អូនប្រុសម្នាក់ហ្នឹងឃើញថាគាត់ចាប់ដើមរីកចម្រើនចេះរកស៊ីហើយចេះទំនាក់ទំនងនិយាយថាសម្ដីក៏បានរបៀបរបបក្នុងការទំនាក់ទំនងក្តីក៏ដូចជាការនិយាយលើកដាក់ពាក់ព័ន្ធនឹងការលក់ទំនិញហ្នឹងគឺក៏ឃើញថាមានការរីកចម្រើនខ្លាំងអញ្ចឹងវាថាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែវាថាប្អូនប្រុសហើយនឹងបងថ្លៃគាត់គឺតែងតែទៅទិញសម្ភារៈគ្រឿងសង្ហារឹមឬក៏ឈើគឺជាមួយគ្នាជាញឹកញាប់ហើយបងថ្លៃស្រីធម្មតានៅពេលគាត់លែងលះប្តីហើយគាត់ក៏មានកូនដែរប៉ុន្តែគាត់ព្យាយាមតុបតែងខ្លួនធ្វើខ្លួនដូចជាស្រីកំមុំចឹងបាទមានសាច់គាត់សសម្បុរគាត់រៀងភ្លឺថ្លាហើយខ្ពស់ពោអត់បានទៀតអញ្ចឹងគឺមានថាសម្រស់គាត់គឺស្អាតមែនទែនបាទចំពោះប្រពន្ធរបស់គាត់វិញប្រពន្ធរបស់ប្អូនប្រុសនេះវិញគឺគាត់ក៏មិនដែលនឹកគិតថាប្តីរបស់គាត់ហើយនឹងបងស្រីរបស់គាត់នឹងមានទំនាក់ទំនងស្នេហាអីដែរព្រោះគាត់គ្រាន់តែគិតថាមួយបងស្រីបង្កើតមួយទៀតជាប្តីរបស់ខ្លួនហើយគិតថាបងថ្លៃហើយនឹងប្អូនថ្លៃវាមិនអាចប្រព្រឹត្តទង្វើអសិលធម៌នឹងបានទេអញ្ចឹងបងស្រីក៏គាត់មិនដែលតាមដានរឿងប្តីរបស់គាត់នឹងមានអីជាមួយនឹងបងស្រីរបស់គាត់ដែរបាទនៅពេលដែលគាត់រកស៊ីបានប្រហែលជា1ឆ្នាំ
មានថាបងស្រីដែរហ្នឹងគឺគាត់ចាប់ដើមសល់លុយសល់កាត់អាចឲ្យមុំនឹងសង់ផ្ទះហើយបានតែខ្លួនឯងដោយសារតែគាត់នឹងចង់រស់នៅផ្ទះមួយជុំ3-4គ្រួសារដែលថាគាត់ពិបាកនឹងការរស់នៅអញ្ចឹងគាត់ក៏សុំឪពុកម្ដាយរបស់គាត់បំបែកផ្ទះធ្វើផ្ទះនៅក្នុងដីភូមិដែលឪពុកម្ដាយគាត់ចែកឲ្យនៅជាប់គ្នាហ្នឹងនៅពេលដែលគាត់សាងសង់ផ្ទះរួចគាត់ធ្វើកម្មវិធីជប់លៀងឡើងផ្ទះនៅពេលនោះគឺគាត់ឃើញថាប្តីរបស់គាត់ហើយនឹងបងស្រីរបស់គាត់នេះគឺធម្មតាទេកាលណាគាត់ផឹកស៊ីស្រវឹងគាត់តែងតែច្រៀងលេងកម្សាន្តសប្បាយហើយវាថាធ្វើកាយវិការបែបសាសនាប៉ុន្តែគាត់ថាគាត់ជាប្រពន្ធហ្នឹងបងស្រីជាប្រពន្ធគឺក៏មិនចាប់អារម្មណ៍ថាពួកគាត់មានទំនាក់ទំនងអីស៊ីជម្រៅគ្នាដែរពីព្រោះគាត់តែគិតថាវាជាការច្រៀងលេងកម្សាន្តសប្បាយបំបត្តិទុកព្រួយប៉ុណ្្នឹងឯងបាទហើយនៅពេលថ្ងៃមួយគឺបងស្រីហ្នឹងគាត់បានសុំប្តីរបស់គាត់ដើម្បីទៅភ្នំពេញហើយប្តីរបស់គាត់សួរថាឯងទៅភ្នំពេញធ្វើអីពេលនោះប្រពន្ធរបស់គាត់បានប្រាប់ថាគាត់ទៅភ្នំពេញដើម្បីចង់ទៅទិញសម្លៀកបំពាក់ទំនើបទុកដើរញ៉ាំការឬក៏មានកម្មវិធីជប់លៀងផ្សេងហ្នឹងបាទហើយគាត់ក៏បានឲ្យប្តីគាត់ជូនទៅពេលនោះប្តីគាត់ជូនទៅមែនហើយប្តីគាត់ជូនទៅហ្នឹងមុនជូនទៅប្តីគាត់ថាឥឡូវអូនឯងសួរបងស្រីនោះតើបងស្រីគាត់ចង់ទៅភ្នំពេញដែរអត់គាត់ចង់ទិញសម្ភារៈគ្រឿងអលង្ការឬក៏សម្ភារៈពាក់អីចឹងពេលនោះប្រពន្ធគាត់ថាយើងលក់ដូរដេប៉ូគ្រឿងអលង្ការរឹមអញ្ចឹងបើយើងទៅអស់អញ្ចឹងខ្លាចមានអាណាចាំកន្លែងហើយខ្លាចម៉ួយខ្លាចគេមកទិញទៅអត់មានអ្នកដែលមើលការខុសត្រូវពេលនោះគាត់ក៏បានធ្វើដំណើរទៅតែពីរអ្នកប្តីប្រពន្ធគាត់ទៅបាទនៅពេលដែលប្តីគាត់ជូនគាត់ទៅភ្នំពេញហ្នឹងគឺប្អូនស្រីក៏គាត់និយាយថាគឺប្តីគាត់មើលទៅអារម្មណ៍ទឹកចិត្តហ្នឹងអត់មានសុបាយទេគាត់ថាជូនគាត់ឲ្យតែបានបាទហ្នឹងហើយនៅពេលនោះគាត់ក៏សួរថាបងឯងមិនក៏មានទឹកមុខស្ពនអត់សុបាយចិត្តបងឯងមានរឿងអីមានបញ្ហាអីចឹងណាពេលនោះប្តីរបស់គាត់គាត់តែនិយាយថាបងដូចជានឿយហត់ហើយអត់សូវស្រួលខ្លួនបាទអញ្ចឹងសម្រាប់ពេលនោះបងស្រីគាត់ក៏បានទិញរបស់របររួចរាល់ហើយហ្នឹងគាត់ក៏បានប្រាប់ប្តីគាត់ថាអញ្ចឹងយើងគួរត្រឡប់ទៅផ្ទះវិញព្រោះមេឃវាកាន់តែរសៀលហើយនាំទៅដល់ផ្ទះវាអាចយប់បាទជាងពេលដែលមកដល់ផ្ទះម៉ោងប្រហែលជា7យប់ហ្នឹងគាត់រៀបចំសម្ភារៈរបស់របរទុកដាក់លើអីវ៉ាន់ទុកដាក់ក្នុងផ្ទះរួចរាល់ហើយហ្នឹងគាត់ក៏បានងូតទឹកឲ្យប្តីរបស់គាត់បានងូតទឹកញ៉ាំបាយអីហ្នឹងពេលងូតទឹកញ៉ាំបាយហើយហ្នឹងគឺគាត់ក៏បានអង្គុយលេងទូរស័ព្ទមើលបណ្ដាញសង្គមខ្លះទៅពេលនោះប្តីរបស់គាត់ក៏បានចុះពីលើផ្ទះទៅក្រោមប៉ុន្តែគាត់ដឹងថាប្តីគាត់ទៅណាទេបាទតាមពិតបងប្អូនដឹងថាប្តីគាត់ទៅណាទេប្តីរបស់គាត់គឺពេលថ្ងៃហ្នឹងអារម្មណ៍របស់គាត់អត់មូលដោយសារតែគាត់នឹកភ្នក់រឿងបងថ្លៃរបស់គាត់បាទពេលនោះគឺប្តីរបស់គាត់បានទៅស្កាត់ជួបបងថ្លៃរបស់គាត់ហើយបងស្រីរបស់គាត់បាទហើយយើងមិនដឹងថាគេបានទំនាក់ទំនងស្នេហាស៊ីជម្រៅយ៉ាងម៉េចក៏យើងអត់ដឹងដែរតែគ្រាន់តែសាច់រឿងនេះគឺបានបញ្ជាក់ថានៅយប់ហ្នឹងគឺប្តីរបស់អូនស្រីហ្នឹងបានចុះពីផ្ទះហើយបានបាត់មួយសន្ទុះបាទមានថាបាយជាម៉ោង9អូនស្រីហ្នឹងក៏គាត់ចុះពីលើផ្ទះបាទចុចពិលចុចអីសួររោគអីហៅអីនៅក្នុងផ្ទះរបស់គាត់អត់ឃើញបាទម៉ោងប្រហែលជា9ហ្នឹងគាត់ក៏ឃើញប្តីរបស់គាត់ស្លៀកសែងដើរមកពីជ្រុងម្ខាងនៃផ្ទះបងស្រីរបស់គាត់ហ្នឹងពេលនោះបងស្រីគាត់ក៏សួរថាបងឯងទៅមកវិញណាខ្ញុំដើររកបងឯងអត់ឃើញអត់អីចឹងណា ពេល
ពេលហ្នឹងប្តីរបស់គាត់ថាបងអត់សុខពេកបងចេះតែដើរយកខ្យល់អាកាសដើរនេះដើរនោះឲ្យវារៀងស្រឡះក្នុងខ្លួនស្រឡះក្នុងចិត្តអីចឹងណាបាទអញ្ចឹងពេលហ្នឹងពួកគាត់ក៏បាននាំគ្នាចូលសម្រាកចូលអីទៅបាទលុះមកដល់ប្រហែលជាមួយសប្តាហ៍ក្រោយគេថាឪពុកម្ដាយរបស់គាត់ហើយនឹងគាត់នឹងឯងគឺមានការបងប្អូនមួយសាច់ឆ្ងាយគឺនៅខេត្តកណ្ដាលហើយពេលនោះបងស្រីគាត់ក៏បានឲ្យប្តីរបស់គាត់ហ្នឹងថាឥឡូវបងឯងជូនអូនជូនពុកម៉ែទៅការបងប្អូនយើងនៅខេត្តកណ្ដាលបន្តិចបាទពេលនោះគឺបងប្រុសដែលជាប្តីរបស់គាត់បានជូនឪពុកម្ដាយរបស់គាត់ប្រពន្ធរបស់គាត់កូនរបស់គាត់ទៅការបងប្អូននឹងមែនប៉ុន្តែគាត់ប្រាប់ថាឥឡូវបងអត់នៅសម្រាប់នឹងទេបងត្រឡប់ទៅវិញដោយសារតែបងស្រីក៏គាត់នៅម្នាក់ឯងហើយណាមួយសម្ភារៈគ្រឿងសង្ហារឹមយើងគឺវាក៏ច្រើនអញ្ចឹងចាំពេលចប់កម្មវិធីថ្ងៃស្អែកឬអីហ្នឹងចាំបងត្រឡប់មកយកឯងវិញបាទប្តីគាត់បាននិយាយចឹងអញ្ចឹងប្តីហ្នឹងក៏ឡើងមកផ្ទះមកអីវិញមកហើយយើងមិនដឹងថាគេបានទំនាក់ទំនងគ្នាប្រហែលដងហើយប្រហែលដងជាមួយបងថ្លៃរបស់គាត់យើងក៏មិនដឹងដែរតែគាត់ដឹងថាគាត់គឺវិលមកផ្ទះសម្បែងវិញអញ្ចឹងបាទនៅពេលដែលស្អែកឡើងគាត់បានទៅយកប្រពន្ធរបស់គាត់ឪពុកម្ដាយរបស់គាត់ត្រឡប់មកផ្ទះវិញមែនបាទតបពីចប់ពិធីមង្គលការបងប្អូនសាច់ញាតិរបស់គាត់ហ្នឹងបាទលុះក្រោយមកទៀតមានថាប្តីរបស់គាត់ហើយនឹងបងស្រីរបស់គាត់នេះគឺតែងតែទៅទិញគ្រឿងអាហារជាមួយគ្នាយហោហែហើយមួយរយៈចុងក្រោយប្រហែលជា2ខែនេះគឺគាត់តែងតែទៅជូនបងស្រីរបស់គាត់ហ្នឹងទៅទិញគ្រឿងអាហារជាមួយប្តីរបស់គាត់ហ្នឹងហើយទិញអត់ទៅបានទេបាទមានថា10ជើង5ជើងហ្នឹងបានតែមួយជើងទេពេលហ្នឹងអូនស្រីក៏បាននិយាយvớiប្តីគាត់ថាបងឥឡូវគាត់ឲ្យឈប់ដើរទិញទៅព្រោះទៅ4-10ជើងបានតែមួយជើងហើយវាខាតលុយខាតកាក់ខាតពេលវេលាអញ្ចឹងគាត់ក៏ប្រាប់ប្តីគាត់ឲ្យរកនៅចិត្តខេត្តយើងនេះវិញទៅបាទពេលហ្នឹងប្តីគាត់ថាអូនតបរស់ស៊ីឥឡូវវាអ្នកណាក៏ចេះរកស៊ីដែរអញ្ចឹងពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងការទាញអតិថិជនហ្នឹងគឺវាតែងតែមានហើយត្រូវយើងចេះទំនាក់ទំនងអីគេដើម្បីពង្រឹងកិច្ចសហការមួយគេដើម្បីឲ្យមុខរបរវាកាន់តែរីកចម្រើនបាទអញ្ចឹងបងស្រីក៏ថាប្តីគាត់គឺចេះតែទៅទិញរបស់របរអីហ្នឹងជំហោហែជាមួយនឹងបងស្រីរបស់គាត់បាទហើយស្រាប់តែថ្ងៃមួយតាមពិតបងស្រីគាត់មិនមានចេតនាអីចង់ទៅតាមឡានប្តីរបស់គាត់ទេប៉ុន្តែគាត់ឃើញប្តីរបស់គាត់ដូចជាប្លែកបាទតែងខ្លួនស្អាតបាតដើរពីអ្នកបងស្រីរបស់គាត់ហូតទៅបងស្រីគាត់គឺធ្វើខ្លួនខ្ញងអញ្ចឹងធ្វើឲ្យគាត់ហ្នឹងគឺមានអារម្មណ៍ប្លែកក្នុងចិត្តហើយនៅថ្ងៃនេះគឺប្តីរបស់គាត់ហ្នឹងប្រាប់ថាគាត់ជូនបងថ្លៃរបស់គាត់ទៅខេត្តពោធិ៍សាត់អញ្ចឹងណាបាទទៅជួបអតិថិជនទៅជួបវិចារដេប៉ូដើម្បីកំងឈើឬក៏កំងគ្រឿងសង្ហារឹមនេះពេលដែលប្តីគាត់ចេញទៅមួយសន្ទុះគាត់ក៏បានចេញឡើងតាមក្រោយបងប្អូនមានដឹងថាប្តីគាត់ទៅខេត្តពោធិ៍សាត់មែនអត់ទេតាមពិតប្តីគាត់មិនមែនទៅខេត្តពោធិ៍សាត់ទេគឺទៅគេផ្ទះសំណាក់មួយនៅក្នុងខេត្តបាទនៅក្នុងខេត្តនេះនៅក្នុងខេត្តដែលគាត់កំពុងរស់នៅនេះពេលនោះប្រពន្ធរបស់គាត់តាមតន់ឃើញឡានឃើញអីប្តីរបស់គាត់ចូលផ្ទះសំណាក់ហ្នឹងគាត់ក៏បានចូលទៅហើយគោះទ្វារគោះទុងទាំងចិត្តបងស្រីគាត់ក្តៅក្រហាយដែរគាត់ថាហេតុអីបងឯងធ្វើអញ្ចឹងហើយគាត់ស្ដីឲ្យបងស្រីគាត់ថាបងឯងក៏ដូចគ្នាដែរហើយបងឯងមកយកប្តីខ្ញុំទាំងប្តីខ្ញុំដឹងថាខ្ញុំហើយនឹងប្តីខ្ញុំគឺជាប្តីប្រពន្ធគ្នាហើយមានកូនមានចៅអញ្ចឹងបាទអញ្ចឹងមានចិត្តគាត់គឺខឹងមែនតើពេលហ្នឹងប៉ុន្តែគាត់មិនបាន
និយាយអីឈ្លោះតោះតែគ្នានៅផ្ទះស្នាក់ទេគឺចប់ពីហ្នឹងមកគាត់បាននាំកោសំទោសនាំប្តីនាំបងរបស់គាត់ហ្នឹងមកផ្ទះហើយពេលនោះគាត់បានពិសាជាមួយឪពុកម្ដាយរបស់គាត់ពេលនោះឪពុករបស់គាត់សួរទៅកូនស្រីបងរបស់គាត់ហើយនឹងកូនសាប្រុសគាត់ហ្នឹងថាមើលឥឡូវទំនាក់ទំនងទាំងពីរនាក់ហ្នឹងតើមួយណាជាអ្នកផ្ដើមមុនពេលនោះកូនស្រីច្បងគាត់ថាគឺមកពីប្អូនថ្លៃរបស់គាត់ហ្នឹងតែមានថាពេលទៅទិញគ្រឿងអាហាររឹមឬក៏តែទៅជូនគាត់ទៅទិញគ្រឿងអាហាររឹមហ្នឹងតែនិយាយសួររឿងក្នុងចិត្តរឿងគ្រួសាររបស់គាត់រឿងអីចឹងណាហើយគាត់បាននិយាយថាប្អូនថ្លៃរបស់គាត់គឺជាមនុស្សដែលពូកែលួងលោមសម្ដីផ្អែមបានធ្វើឲ្យគាត់បាក់ចិត្តបាក់អីស្រឡាញ់ហើយរហូតដល់ជ្រុលជ្រោះជាមួយគ្នាម្ដងជាពីរដងយ៉ាងទៅបាទទៅពេលនោះគឺឪពុករបស់គាត់ហ្នឹងក៏បានសួរថាឥឡូវកូនឯងទាំងកូនសាហើយនឹងកូនឯងគិតយ៉ាងម៉េចប្តីរបស់កូនឯងហើយនឹងបងស្រីរបស់កូនឯងមានអ្នកលោកនេះអញ្ចឹងពេលនោះគឺកូនស្រីទីពីររបស់គាត់ថាគាត់អត់អាចទទួលយកបានទេពីព្រោះគាត់មិនអាចមានប្តីមួយដែលយកប្រពន្ធពីរហើយប្រពន្ធនោះគឺជាបងប្អូននឹងគ្នាបានទេបាទអញ្ចឹងនៅពេលនោះឪពុកហ្នឹងគាត់ក៏បានសួរទៅកូនប្រសារបស់គាត់ថាឥឡូវកូនឯងគិតមិនបាទពេលហ្នឹងកូនប្រសាប្រុសរបស់គាត់ហ្នឹងក៏បានសារភាពថាគាត់សុំទោសគាត់បានប្រព្រឹត្តទង្វើមិនគប្បីក្បត់ភរិយាលួចស្មន់ជាមួយនឹងបងថ្លៃខ្លួនឯងចឹងណាបាទអញ្ចឹងគាត់ក៏បានសុំទោសប្រពន្ធរបស់គាត់សុំលើកលែងទោសសុំអធិស្ឋានយ៉ាងទៅហើយពេលនោះគឺឪពុកនោះក៏បានសួរទៅកូនស្រីច្បងរបស់គាត់ថាឥឡូវកូនឯងគិតម៉េចទំនាក់ទំនងកូនឯងហើយនឹងកូនថ្លៃប្រុសហ្នឹងពេលហ្នឹងកូនស្រីច្បងគាត់ថាឥឡូវគាត់សុំទោសប្អូនស្រីហើយសុំទោសឪពុកម្ដាយដូចគ្នាដោយគាត់បានប្រព្រឹត្តទង្វើនេះមិនគប្បីហើយគាត់សន្យាថាគាត់នឹងឈប់មានថាគាត់នឹងផ្ដាច់ទំនាក់ទំនងជាមួយនឹងអូនថ្លៃប្រុសទៀតហើយឈប់តាក់ទងនេះទៀតហើយអញ្ចឹងឪពុកហ្នឹងក៏បានសួរមកកូនស្រីរបស់គាត់ទី2នឹងវិញថាឥឡូវមិនដែរប្តីខ្លួនឯងក៏ព្រមសារភាពទទួលស្គាល់កំហុសបងស្រីក៏ទទួលស្គាល់កំហុសឆ្គងហើយសន្យាថាអ្នកទាំងពីរនឹងផ្ដាច់អ្នកនឹងគ្នាពេលហ្នឹងគឺកូនស្រីទី2របស់គាត់ហ្នឹងគាត់ថាគាត់នៅតែមានអារម្មណ៍ថប់ពិបាកចិត្តក្នុងការទទួលយករឿងនេះអញ្ចឹងគាត់ក៏បានសុំមកពុកម្ដាយគាត់នេះចង់ទៅរស់នៅក៏ដូចរស់ស៊ីខាងប្តីរបស់គាត់មួយរយៈដើម្បីឲ្យអារឿងសៅមងក្នុងចិត្តហ្នឹងវារសាយប៉ុន្តែពេលហ្នឹងគឺឪពុកម្ដាយរបស់គាត់ហ្នឹងអត់ឲ្យទៅណាទេបាទគឺគាត់មិនចង់ឲ្យកូនគាត់ទៅឆ្ងាយហើយណាមួយមុខរបរយើងខំរស់ស៊ីខំពង្រឹងអាជីវកម្មកន្លែងនេះហើយយើងទៅកន្លែងណាផ្សេងទៀតក៏វាមិនដូចកន្លែងចៃរបស់យើងដែរអញ្ចឹងពេលនោះបងស្រីក៏សម្រេចចិត្តតាមឪពុកម្ដាយរបស់គាត់រកស៊ីនៅក្នុងផ្ទះសម្បែងនឹងធម្មតាហើយពេលនោះប្តីរបស់គាត់ក៏ដូចជាបងស្រីរបស់គាត់នោះគឺដាច់ទំនាក់ទំនងគ្នាមែនហើយអូនស្រីគាត់បានថាបងស្រីគាត់ហ្នឹងតាមពិតគឺជាមនុស្សស្អាតហើយតែងតែមានអ្នកដែលចូលសួរនាំចូលចែកចៅប៉ុន្តែដោយសារតែបងស្រីគឺចាប់ចិត្តចាប់អារម្មណ៍នឹងប្អូនថ្លៃប្រុសដែរអញ្ចឹងទៅធ្វើឲ្យគាត់មិនទាន់ស្ម័គ្រចិត្តយកគូសកលអញ្ចឹងក្រោយមកប្រហែលជាបានមួយឆ្នាំក្រោយមកនេះគឺបងស្រីរបស់គាត់ហ្នឹងក៏បានរៀបការជាមួយអ្នកធ្វើការនៅក្នុងឃុំនឹងដែរបាទហើយមានអាយុក្មេងជាងគាត់2-3ឆ្នាំពេលនោះគឺបងស្រីរបស់គាត់ក៏បានរៀបការចាប់គូសកលជាគ្រួសារបន្តទៀតទៅបាទចឹងនៅក្នុងសាច់រឿងនេះខ្ញុំសូមបញ្ជាក់ថាគឺពាក់ព័ន្ធទៅនឹងរឿងប្តីលួចមានស្មន់ជាមួយនឹងបងថ្លៃស្រីនេះបើយើងនិយាយអំពីទស្សនវិជ្ជាច្បាប់គឺតកតទៅនឹងច្បាប់ឯកភណ្ឌភាពពាក់ព័ន្ធទៅនឹងបទល្មើសស្មន់ហើយបទល្មើសស្មន់ហ្នឹងគេចង់សំដៅទៅលើបរិបទដែលជា
បុរសឬក៏ស្ត្រីដែលគាត់មានចំណងអាពាហ៍ពិពាហ៍មានថាគាត់មានសម្បត្តិអាពាហ៍ពិពាហ៍ស្របច្បាប់ហើយគាត់ទៅលួចតាក់ទងឬក៏លួចរួមស្នេហាជាមួយនឹងសាច់ញាតិយហិតឬក៏សាច់ញាតិថ្លៃរបស់គាត់នឹងអញ្ចឹងប្រសិនបើមានទង្វើបែបនេះកើតឡើងនឹងគេហៅថាបទស្មន់បាទដោយសារតែបទស្មន់នេះគឺចង់សំដៅទៅលើទំនាក់ទំនងស្នេហារវាងសាច់ញាតិបង្កើតឬក៏សាច់ញាតិថ្លៃរបស់ខ្លួនឯងអញ្ចឹងបងប្អូនគិតពិចារណាមើលនៅក្នុងសាច់រឿងនេះពេលខ្លះយើងអាចធ្វើការសម្រេចចិត្តដោយផ្អែកទៅលើផ្លូវច្បាប់បើសិនជាកលៈទេសៈបង្ខំថាយើងត្រូវតែធ្វើការសម្រេចចិត្តទៅលើផ្លូវច្បាប់យើងត្រូវតែសិក្សាអំពីទស្សនវិជ្ជាផ្លូវច្បាប់មួយវិញទៀតនៅក្នុងសាច់រឿងនេះគឺមានថាសាច់រឿងនេះគឺកើតឡើងរវាងទំនាក់ទំនងស្នេហានៅក្នុងគ្រួសាររបៀបសាច់ថ្លៃហើយនឹងសាច់ថ្លៃអញ្ចឹងមានម្យ៉ាងដែរក្នុងដំណោះស្រាយមួយនេះគឺគាត់សុខចិត្តព្រមទទួលយកដោយមិនមានការបែកបាក់គ្រួសារនោះទេអញ្ចឹងទោះបីជាយ៉ាងណាមិញបងប្អូនតែងតែប្រយ័ត្នពីព្រោះនៅក្នុងទំនាក់ទំនងស្នេហាមិនថាយើងទៅមានអ្នកនរស្នេហាជាមួយនារីឬក៏បុរសខាងក្រៅទេឬក៏មានអ្នកនរស្នេហានៅក្នុងសាច់ញាតិផ្ទាល់ឬក៏សាច់ញាតិថ្លៃទេវាតែងតែលឺមាត់លឺកពីអ្នកជិតខាងពីព្រោះកាលណាអ្នកជិតខាងគាត់ដឹងឮរឿងយើងគាត់តែងតែនិយាយពីនេះពីនោះពីយើងហើយណាមួយទៀតវានឹងប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះឬក៏ហៅថាគេកូនចៅរបស់យើងគេមិននិយាយបើកចំហទេប៉ុន្តែគេនិយាយជាលក្ខណៈសិបសៀវអញ្ចឹងធ្វើឲ្យកេរ្តិ៍ឈ្មោះឬក៏គ្រួសារយើងនេះគឺត្រូវគេនិយាយដើមរាប់ចំនួនតគ្នាអញ្ចឹងនៅក្នុងសាច់រឿងនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកទៅគិតពិចារណាហើយសូមកុំយកតណ្ហាឬក៏កាមគុណជាត្រីមុខដែលធ្វើឲ្យយើងបាត់បង់សតិប្រព្រឹត្តទង្វើមិនគប្បីហៅថាដែលប្រឆាំងទៅនឹងសិលធម៌ឬក៏ហៅថាច្បាប់សង្គមអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើមានអ្វីជួយកែលម្អសូមជួយផ្ដល់នៅមតិ comment ជាចុងក្រោយសូមជួយចុច subscribe នៅវីដេអូរបស់ខ្ញុំមួយដើម្បីទទួលបាននៅវីដេអូថ្មីៗពី channel របស់ខ្ញុំសូមអរគុណ